ថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅតាមដានសាច់រឿងមួយដែលនិយាយពីការសងសឹកដ៏ជក់ចិត្តខ្សែជីវិតដែលពោរពេញដោយល្បិចកលនិងការលះបង់ដើម្បីឈានទៅដល់គោលដៅប៉ុន្តែមុននឹងបន្តទៅសាច់រឿងលម្អិតសូមកុំភ្លេចចុចប៊ូតុង Subscribe និងបាក់សញ្ញាកណ្ដឹងម្នាក់មួយផងណាដើម្បីកុំឲ្យខកខានវីដេអូសម្រាប់រឿងល្អៗនិងជក់ចិត្តជាច្រើនទៀតពី Channel របស់ខ្ញុំតោះកុំឲ្យខាតពេលយូរយើងទៅទស្សនាការសម្រាយរឿងនេះទាំងអស់គ្នារឿងរ៉ាវបានចាប់ផ្ដើមឡើងនៅក្នុងពិធីជប់លៀងសពបុរសធម៌លំដាប់អភិជនដ៏ធំមួយនៅកូរ៉េខាងត្បូងឡាយបានលេចមុខឡើងជាអ្នករាំដ៏មានឥទ្ធិពលនិងស្រស់ស្អាតដាច់គេរាល់កាយវិការនិងការបោះជំហានរាំរបស់នាងបានឆក់យកបេះដូងបុរសនិងធ្វើឲ្យមនុស្សស្រីទាំងពួងច្រណែនឈ្នានីសគោលដៅពិតប្រាកដរបស់នាងមិនមែនមកដើម្បីកំដរភ្នែកអ្នកមាននោះទេប៉ុន្តែគឺដើម្បីទាក់ទាញប្រធានជាងបុរសដែលមានអំណាចបំផុតនៅក្នុងពិធីនោះនៅពេលដើរកាត់ប្រធានជាងឡាយបានធ្វើជាជ្រុះខ្សែដៃមាសរបស់នាងដោយចេតនាប្រធានជាងបានរើសវាហើយដើរតាមនាងទៅកាន់បន្ទប់សម្រាប់នៅខាងក្រោយឆាកប៉ុន្តែអ្វីដែលលោកបានឃើញនៅក្នុងបន្ទប់នោះគឺរូបភាពដ៏ក្តៅគគុកដែលឡាយកំពុងអបថាបយ៉ាងស្និទ្ធស្នាលជាមួយបុរសម្នាក់ទៀតខ្សែភ្នែកដ៏មានមន្តស្នេហ៍និងពោរពេញដោយភាពជឿជាក់របស់ឡាយដែលសម្លឹងចំមុខលោកបានធ្វើឲ្យប្រធានជាងរំជើបរំជួលនិងចងចាំរូបភាពនោះមិនអាចបំភ្លេចបានហេតុអ្វីបានជាឡាយត្រូវធ្វើបែបនេះកាលពី13ឆ្នាំមុនឡាយគឺជានារីទន់ភ្លន់ម្នាក់ដែលរស់ក្នុងគ្រួសារដ៏កក់ក្តៅប៉ុន្តែសុភមង្គលត្រូវបានបំផ្លាញខ្ទេចខ្ទីនៅពេលដែលឪពុករបស់នាងត្រូវបានគេលាបពណ៌និងវាយដំរហូតដល់ស្លាប់យ៉ាងអយុត្តិធម៌ដើម្បីដកតាមយកក្រុមហ៊ុនមេខ្លោងនៅពីក្រោយរឿងនេះគឺអតីតនាយករដ្ឋមន្ត្រីដែលត្រូវជាឪពុកក្មេករបស់ប្រធានជាងមេធាវីចិត្តធម៌ម្នាក់បានជួយធ្វើលិខិតឆ្លងដែនឲ្យឡាយរត់ភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិកទាំងទន់ជ្រាយចាប់ពីពេលនោះមកជីវិតរបស់នាងលែងស្គាល់ពាក្យថាដកថយមានតែការសងសឹកមួយមុខគត់ដោយនាងបានស្បត់ថាខ្ញុំនឹងសងសឹកវិញឲ្យចាស់ដៃជាងនេះ10ដងដើម្បីកំទេចសត្រូវដ៏មានអំណាចឡាយត្រូវស្វែងរកចំណុចខ្សោយរបស់ពួកគេនាងបានប្រើប្រាស់រូបរាងនិងមន្តស្នេហ៍ជាអាវុធដោយចាប់ផ្ដើមបោះជំហានចូលទៅចិត្តប្រធានជាងឡាយបានបន្លំខ្លួនធ្វើជាគ្រូបង្រៀនរាំបាឡេនៅសាលាម៉ាតីលំដាប់អភិជនដែលកូនស្រីរបស់ប្រធានជាងកំពុងរៀននាងបានរៀបចំផែនការយ៉ាងល្អិតល្អន់ដោយលួចតូកាតាបកូនប្រុសរបស់ស្រីហាយសូម្នាក់ទៀតហើយដាក់ក្រដាសអនាម័យជជុះចូលទៅក្នុងនោះធ្វើឲ្យក្មេងៗសាច់ចំអកដាក់កូនស្រីរបស់ស៊ូឡាប្រពន្ធប្រធានជាងរឿងនេះបានបង្កជាជម្លោះធំនៅក្នុងសាលាក្នុងស្ថានភាពដ៏តានតឹងនោះឡាយបានចេញមុខមកធ្វើជាអ្នកសម្របសម្រួលនិងទទួលខុសត្រូវដោយភាពទន់ភ្លន់ដែលធ្វើឲ្យប្រធានជាងកាន់តែចាប់អារម្មណ៍នឹងលងស្នេហ៍នាងដកចិត្តមិនរួចវគ្គទី4អន្ទាក់បានសម្រេចចាប់ពីពេលនោះមកប្រធានជាងតែងតែយកលេសមកទទួលកូនស្រីដើម្បីបានជួបឡាយនៅក្នុងបន្ទប់រាំដ៏ស្ងប់ស្ងាត់ឡាយបានដឹងពីចំណូលចិត្តរបស់លោកនាងបានលេងឧបករណ៍តន្ត្រីនិងនាំលោកមកចូលរួមរាំជាមួយនាងកាយវិការដ៏ទន់ភ្លន់ខ្សែភ្នែកដ៏ផ្អែមល្ហែមនិងពាក្យសម្ដីអូសទាញរបស់នាងបានធ្វើឲ្យប្រធានជាងបាត់បង់ម្ចាស់ការនិងដាក់ដៃលើចង្កេះរបស់នាងដោយមិនដឹងខ្លួននៅពេលត្រឡប់ទៅផ្ទះវិញប្រធានជាងមិនអាចរលាស់រូបភាពរបស់ឡាយចេញពីខួរក្បាលបានឡើយលោកបានប្រើប្រាស់ស្រាដើម្បីបំបត្តិភាពរំជើបរំជួលប៉ុន្តែវាកាន់តែធ្វើឲ្យលោកនឹកនាដល់នាងខ្លាំងឡើងរហូតដល់ថ្នាក់រត់ចូលទៅក្នុងបន្ទប់រួចអបថាប្រពន្ធរបស់ខ្លួនស៊ូឡាយ៉ាងខ្លាំងក្លាប៉ុន្តែនៅក្នុងចិត្តរបស់លោកគឺគិតតែពីឡាយម្នាក់ប៉ុណ្ណោះនៅក្រោមពន្លឺព្រះច័ន្ទដ៏ត្រជាក់ឡាយបានឈរញញឹមយ៉ាងមានព្រាបព្រោះគ្រប់យ៉ាងគឺស្ថិតនៅក្នុងការគ្រងទុករបស់នាងទាំងអស់នាងបានចាប់ផ្ដើមគ្រប់គ្រងបេះដូងសត្រូវនិងធ្វើឲ្យជីវិតគ្រួសារដ៏អំនួតរបស់ពួកច្បងនេះចាប់ផ្ដើមរង្គោះរង្គើពីមួយកម្រិតទៅមួយកម្រិតការធ្វើជាអង្គរៈឲ្យគ្រួសារអភិជនលំដាប់កំពូលមិនមែនជារឿងងាយស្រួលនោះទេមិនត្រឹមតែត្រូវការពារសុវត្ថិភាពរាងកាយរបស់លោកស្រីប៉ុណ្ណោះទេប៉ុន្តែថែមទាំងត្រូវធានាថាអារម្មណ៍របស់លោកស្រីតែងតែមានភាពនឹងអ្នករៈផងដែរឆ្វៀងគឺជាអង្គរៈដ៏ស្មោះត្រង់ដែលខំប្រឹងបំពេញការងារយ៉ាងសកម្មរហូតក្លាយជាដៃស្តាំដ៏ទុកចិត្តរបស់លោកស្រីស៊ូឡាប៉ុន្តែនៅថ្ងៃនេះលោកស្រីដែលធ្លាប់តែចូលចិត្តឲ្យឆ្វៀងនៅក្បែរការពារខ្លួនបែរជាមកប្រាប់គេថាមួយរយៈពេលនេះមិនបាច់តាក់ទងទៅគាត់ទៀតឡើយគាត់ថែមទាំងបញ្ជាឲ្យគេសំងំនៅក្នុងវីឡាដ៏ប្រណិតទំហំ2000ម៉ែត្រការ៉េនេះឲ្យស្ងៀមហើយព្រមានទៀតថាបើហ៊ានលួចទៅការពារអ្នកដទៃនោះគេនឹងត្រូវដឹងដៃជាមិនខានរឿងនេះធ្វើឲ្យឆ្វៀងលួចដកដង្ហើមធំដោយក្តីធូរទ្រូងតាមពិតទៅ
លោកស្រីស៊ូឡាមិនដែលបានប៉ះពាល់ស្វាមីរបស់ខ្លួនសោះអស់រយៈពេល5ឆ្នាំមកហើយប៉ុន្តែមិនដឹងជាមានខ្យល់អីបក់បោកមកទេកាលពីយប់មិញនេះស្វាមីរបស់គាត់ស្រាប់តែមានអារម្មណ៍មុខមូលខំប្រឹងបំបះអង្អែលនិងផ្ដល់ក្តីស្រឡាញ់ដល់គាត់យ៉ាងខ្លាំងក្លាវាបានធ្វើឲ្យបេះដូងដែលធ្លាប់តែស្ងួតហួតហែងជាច្រើនឆ្នាំរបស់លោកស្រីត្រឡប់មកមានភាពទន់ភ្លន់និងកប់ផ្ទៅឡើងវិញមនុស្សកាលណាមានរឿងសប្បាយចិត្តស្មារតីក៏ស្រស់ថ្លាលោកស្រីស៊ូឡាដែលហាក់ដូចជាបានជួបនឹងនីតិធិរដូវទី2នៃជីវិតបានដើរអួតប្រាប់គ្រប់គ្នាពីភាពផ្អែមល្ហែមនិងការយល់ចិត្តរបស់ស្វាមីគាត់ដែលជាប្រធានក្រុមហ៊ុនដ៏មានអំណាចគាត់ចង់ឲ្យមនុស្សជុំវិញខ្លួនបានឃើញថាមនុស្សស្រីដែលទទួលបានការចិញ្ចឹមបីបាច់ដោយក្តីស្រឡាញ់គឺមានសាច់ក្តីសុខកម្រិតណាលុះដល់ពេលយប់លោកស្រីស៊ូឡាបានផ្លាស់ប្ដូរមកស្លៀករ៉ូបគេងយប់ដ៏សិចស៊ីដែលទើបតែទិញមកថ្មីរួចក៏ចាត់ចែងឲ្យមេផ្ទះលើកស្រាក្រហមមួយដបទៅបន្ទប់ធ្វើការរបស់ស្វាមីហើយជួយរៀបចំបន្ទប់គេងឲ្យមានបរិយាកាសរ៉ូមែនទិកបន្តិចគាត់ចង់ស្វែងរកភាពផ្អែមល្ហែមដែលបានបាត់បង់ទៅជាច្រើនឆ្នាំនោះត្រឡប់មកវិញនៅក្នុងបន្ទប់ធ្វើការស្វាមីរបស់គាត់គឺលោករ៉ុនឈីននៅតែអង្គុយសម្លឹងមើលកុំព្យូទ័រដូចសពដងប៉ុន្តែលោកស្រីដែលកំពុងតែមានចំណងខ្លាំងមិនអាចរងចាំតទៅទៀតបានឡើយគាត់បានដើរទៅបាត់តន្ត្រីរួចបបួលស្វាមីមកក្រេបស្រាក្រហមជាមួយគ្នាមើលទៅទឹកមុខរបស់រ៉ុនឈីនទៅមើលខ្ញុំក៏មិនដឹងថាគេកំពុងតែគិតអ្វីនៅក្នុងចិត្តនោះដែរស្របពេលដែលបរិយាកាសពោរពេញដោយភាពស្រាបស្រាលនិងសំឡេងតន្ត្រីដ៏រោមរំលោកស្រីស៊ូឡាបានផ្អែកក្បាលទៅលើស្មាស្វាមីយ៉ាងកក់ក្តៅហាក់បីដូចជាបក្សីតូចមួយក្បាលនៅក្នុងខណៈពេលនេះគាត់គឺជាមនុស្សស្រីដែលមានសាច់ក្តីសុខបំផុតនៅលើពិភពលោក3នាទីក្រោយមកលោកស្រីស៊ូឡាដែលមានទឹកមុខពោរពេញដោយស្នាមញញឹមបានអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវហើយខលទូរស័ព្ទទៅរកស្រីស្អាតម្នាក់ដែលគាត់ទើបតែស្គាល់គ្នានៅថ្ងៃនេះដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបើសិនជាគ្មានការណែនាំពីស្រីស្អាតម្នាក់នេះទេក៏មិនដឹងថាពេលណាទើបស្វាមីងាកមកមើលគាត់ម្ដងទៀតដែរទោះបីជាទើបតែស្គាល់គ្នាក៏ដោយប៉ុន្តែលោកស្រីស៊ូឡាចាប់តាមមានគំនិតចង់ទាញយកមនុស្សស្រីដ៏ឆ្លាតវៃម្នាក់នេះមកធ្វើជាចំណុះរបស់ខ្លួនហើយខណៈពេលដែលលោកស្រីស៊ូឡាកំពុងតែសប្បាយចិត្តនឹងការនិយាយទូរស័ព្ទនៅឯម្ខាងទៀតស្វាមីរបស់គាត់គឺលោករ៉ុនឈីនបែរជាប្រើទូរស័ព្ទខ្សែសម្ងាត់ខលទៅរកមនុស្សស្រីតែម្នាក់នោះដូចគ្នានាងម្នាក់នោះនិយាយថាលោកស្រីបានអញ្ជើញខ្ញុំទៅចូលរួមកម្មវិធីជួបជុំនៅភូមិក្រេសសេយនហើយតើខ្ញុំអាចជួបលោកនៅទីនោះបានទេរឿងរ៉ាវកាន់តែស្មុគស្មាញនិងគួរឲ្យជក់ចិត្តហើយតើមនុស្សស្រីលាក់មុខម្នាក់នេះជានរណាហើយនាងមានគម្រោងការអ្វីឲ្យប្រាកដអ្នកណាទៅដឹងថាការសម្រេចចិត្តដ៏សាមញ្ញមួយរបស់លោកស្រីស៊ូឡានៅថ្ងៃនេះនឹងធ្វើឲ្យគាត់ត្រូវបាត់បង់ស្វាមីជាទីស្រឡាញ់នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខមិនត្រឹមតែប៉ុណ្ណោះទេវាក៏នាំភាពវឹកវរដ៏ធំធេងដែលមិនអាចកាត់ថ្លៃបានមកដល់ឪពុករបស់គាត់ដែលជាបុរសកំពូលអំណាចឈរនៅលើចំណុចកំពូលនៃប្រទេសទៀតផងឡាយឬនិងស្វាមីបានធ្វើដំណើរមកចូលរួមកម្មវិធីជួបជុំរបស់ពួកអភិជនលំដាប់ខ្ពស់តាមការណាត់ជួបនៅទីនេះគឺជាភូមិគ្រឹះដ៏ប្រណិតផ្កាយ5ដែលមនុស្សធម្មតាខំធ្វើការតាំងពីសម័យបុរាណក៏គ្មានថ្ងៃនឹងអាចទិញបានដែរបរិយាកាសនៅក្នុងកម្មវិធីពោរពេញទៅដោយពួកអ្នកមាននិងអ្នកមានអំណាចលំដាប់ប្រទេសប៉ុន្តែក្រសែភ្នែករបស់ឡៃមិនបានចាប់អារម្មណ៍នឹងភាពស៊ីវិល័យទាំងនេះឡើយព្រោះគោលដៅតែមួយគត់របស់នាងនៅក្នុងយប់នេះគឺប្រធានក្រុមហ៊ុនកាំងដែលជាកូនប្រសាររបស់លោកនាយករដ្ឋមន្ត្រីដើម្បីទាក់ទាញការចាប់អារម្មណ៍និងបង្កើតចំណាប់អារម្មណ៍ឲ្យកាន់តែស៊ីជម្រៅឡៃនិងប្រធានកាំងព្រមទាំងភរិយាបានអង្គុយលេងល្បែងបៀជុំគ្នាឡៃធ្វើពុតជាអ្នកមិនសូវចេះលេងប៉ុន្តែនាងបែរជាលេងបានយ៉ាងល្អឥតខ្ចោះនាងមិនត្រឹមតែមិនអួតអាងនោះទេថែមទាំងចេះប្រើពាក្យសមតីផ្អែមល្ហែមលើកដំកើងសរសើរលោកស្រីស៊ូឡាមិនដាច់ពីមាត់រហូតធ្វើឲ្យលោកស្រីស៊ូឡាសាច់បិទមាត់មិនជិតនៅក្នុងការភ្នាល់ផ្ដាល់ចុងក្រោយទោះបីជាត្រូវប្រឈមមុខនឹងប្រធានកាំងដែលមានប្រៀបជាងក៏ដោយប៉ុន្តែឡៃបានទម្លាយសន្លឹកបៀចុងក្រោយបង្ហាញពីការឈ្នះយ៉ាងដាច់ខាតនិងទទួលបានការទះដៃគាំទ្រពីមនុស្សគ្រប់គ្នាមានតែប្រធានកាំងតែម្នាក់គត់ដែលលួចសម្គាល់ឃើញពីកែវភ្នែកដ៏គ្រោះថ្នាក់របស់មនុស្សស្រីម្នាក់នេះស្របពេលនោះដែរវត្តមានរបស់ភ្ញៀវដែលមិនបានអញ្ជើញម្នាក់បានដើរចូលមកបំផ្លាញបរិយាកាសដ៏រីករាយនេះនោះគឺលោកគីងគ្រាន់តែឃើញមុខបុរសម្នាក់នេះភ្លាមឡៃដែលកំពុងអង្គុយនៅតុល្បែងបានខំប្រឹងស្ដាប់ដៃខ្លួនឯងយ៉ាងណែនដើម្បីទប់ទល់នឹងអារម្មណ៍ខឹងសម្បាមនុស្សដែលមានគំនុំឈាមជ្រៅនៅក្នុងចិត្តតែឲ្យនាងស្ងប់អារម្មណ៍បន្តិចនឹងបាននៅពេលដែលត្រូវប្រឈមមុខនឹងសត្រូវសងសឹកបែបនេះ
សំឡេងស្រែកយំដោយភាពអស់សង្ឃឹមរបស់ម្ដាយនិងរូបរាងដ៏ទន់ខ្សោយរបស់ឪពុកនាងកាលពីអតីតកាលបានលេចឡើងក្នុងខួរក្បាលរបស់នាងប្រងព្រាតភាពភ័យខ្លាចនិងគំនុំសងសឹកបានធ្វើឲ្យខ្លួនប្រាណរបស់នាងញ័រទៅត្រូវប៉ុន្តែនាងនៅតែខំប្រឹងទប់វាមកវិញនៅម្ខាងទៀតលោកគីមដែលកំពុងតែស្រវឹងបាននិយាយស្ដីបន្ទោសនិងបង្ហាញការមិនពេញចិត្តចំពោះប្រធានកាំងយ៉ាងខ្លាំងខណៈពេលដែលប្រធាននៅក្នុងពិធីសែនដូនតារបស់គ្រួសារអភិជនលំដាប់កំពូលទាំង5នៅក្នុងប្រទេសទោះបីជាស៊ូឡាជាដល់តែកូនស្រីរបស់លោកនាយករដ្ឋមន្ត្រីក៏ដោយក៏នាងត្រូវបង្ខំចិត្តលុតជង្គង់នៅជួរក្រោយគេបម្រើបាយទឹកនិងលាងចានឆ្នាំងយ៉ាងជូរចត់ដោយមិនអាចតវ៉ានឹងពាក្យសម្ដីមើលងាយរបស់បងថ្លៃស្រីបានឡើយដោយសារតែកំហឹងនិងភាពឈឺចាប់ស៊ូឡាបានធ្វើឲ្យធ្លាក់ចានបែកបណ្ដាលឲ្យមុតដៃបងថ្លៃស្រីដែលធ្វើឲ្យប្រធានសាងជាប្តីខំសម្បាយយ៉ាងខ្លាំងហើយពួកគេទាំងពីរបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងក្លានៅក្នុងពេលដែលកំពុងតែអស់សង្ឃឹមស៊ូឡាបានទូរស័ព្ទទៅយំរៀបរាប់ប្រាប់ឡៃអឺដែលជានារីដែលនាងទុកចិត្តបំផុតឡៃអឺបានប្រើឱកាសនេះលួងលោមស៊ូឡាថែមទាំងជួយសម្របសម្រួលការងាររបស់ឪពុកស៊ូឡាទៀតផងដែលធ្វើឲ្យស៊ូឡាកាន់តែស្រឡាញ់និងទុកចិត្តនាងទ្វេដងរហូតដល់អញ្ជើញឡៃអឺនិងកូនឲ្យមកលេងនៅផ្ទះរបស់ខ្លួនពេលមកដល់ផ្ទះស៊ូឡាឡៃអឺបានធ្វើពុតជាឈោងយកកែវស្រាមិនដល់នៅពេលដែលប្រធានសាងចូលមកជួយឡៃអឺបានប្រើក្រសែភ្នែកដ៏តាក់ទាញនឹងការប៉ះពាល់យ៉ាងទន់ភ្លន់ធ្វើឲ្យប្រធានសាងស្ទើរតែបាត់បង់ម្ចាស់ការទោះបីជាលោកដឹងខ្លួនប៉ុននិងដឹងថានារីម្នាក់នេះមិនធម្មតាមានបំណងលាក់កំបាំងក៏ដោយក៏លោកមិនអាចទប់ទល់នឹងមន្តស្នេហ៍របស់នាងបានដែរការពិតទៅឡៃអើយមានគំនុំឈាមកាលពី13ឆ្នាំមុនដែលឪពុកក្មេករបស់ប្រធានសាងបានសម្លាប់ឪពុករបស់នាងបានដឹងពីប្រភពព័ត៌មានថាមានសៀវភៅបញ្ជីខ្មៅដោយដៃមួយដែលរក្សាទុកក្នុងទូដែកសម្ងាត់ក្នុងផ្ទះនេះនៅថ្ងៃដែលប្តីប្រពន្ធម្ចាស់ផ្ទះមិននៅឡៃអើបានជូនកូនស្រីតូចដូហ្វីត្រឡប់មកផ្ទះវិញរួចប្រើល្បិចឲ្យក្មេងស្រីទៅរាំដើម្បីឲ្យនាងមានឱកាសលួចចូលក្នុងបន្ទប់ធ្វើការរបស់ប្រធានសាងនាងបានរកឃើញសៀវភៅមួយក្បាលដែលមានលក្ខណៈសាច់ចាស់រៀបរាប់ពីគ្រោះថ្នាក់ចរាចរណ៍មួយភ្លាមនោះសំឡេងបង្វិលគុណលិទ្វារបានបន្លឺឡើងឡៃអឺភ័យស្លន់ស្លោប៉ុន្តែអ្នកដែលចូលមកគឺកូនស្រីតូចដូហ្វីដោយមានជំនួយពីភាពស្លូតត្រង់របស់ក្មេងស្រីឡៃអឺអាចបើកទ្វារសម្ងាត់ចូលទៅក្នុងបន្ទប់ទូដែកដ៏ធំមួយបានសម្រេចនៅក្នុងបន្ទប់នោះមានឯកសាររាប់មិនអស់ឡៃអឺព្យាយាមស្វែងរកឯកសារក្រុមហ៊ុនឪពុកនាងយ៉ាងប្រញាប់ប្រញាល់ស្រាប់តែពេលនោះសំឡេងឡានរបស់ប្រធានសាងបានមកដល់ផ្ទះវិញឡៃអឺនិងដូហ្វីភ័យញ័ររន្ធត់ទ្វារសម្ងាត់ដ៏ធ្ងន់មិនអាចបិទជិតបានភ្លាមនោះទេក្នុងវិនាទីចុងក្រោយប្រធានសាងបានដើរចូលមកក្នុងបន្ទប់ធ្វើការហើយក្រឡេកឃើញឡៃអឺនិងកូនស្រីឈរនៅទីនោះដោយឃើញក្រសែភ្នែកដ៏គួរឲ្យខ្លាចនិងពោពេញដោយកំហឹងរបស់ឪពុកកូនស្រីតូចដូហ្វីភ័យខ្លាចខ្លាំងរហូតដល់នោមដាក់ខោនិងយំខ្លាំងដោយសារតែបារម្ភពីកូនស្រីប្រធានសាងមិនទាន់មានពេលសាកសួរដេញដល់ឡៃអឺនោះទេដោយគ្រាន់តែដេញនាងឲ្យចេញទៅវិញជាបន្ទាន់ពេលត្រឡប់មកក្នុងឡានវិញឡៃអឺបានប្រមូលអារម្មណ៍ឡើងវិញដោយនឹកឃើញដល់ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍និងការចង់បានឧបករណ៍តន្ត្រីពីប្រធានសាងនាងបានទូរស័ព្ទទៅរកម្ចាស់ក្សត្រីម៉ារីយ៉ានៅបរទេសភ្លាមដើម្បីបញ្ជាក់រឿងរ៉ាវមួយនៅទីបំផុតឡៃអឺក៏បានដឹងថាចំណងរវាងនាងនិងប្រធានសាងមិនមែនទៅតែចាប់ផ្ដើមនោះទេប៉ុន្តែវាបានជំពាក់ជំពិនគ្នាតាំងពី3ឆ្នាំមុនមកម្លេះចង់ដឹងថាតើប្រធានសាងនឹងធ្វើរឿងអ្វីបន្តទៀតបន្ទាប់ពីចាប់បានឡៃអឺនៅក្នុងបន្ទប់ធ្វើការហើយតើអាចកំបាំងកាលពី3ឆ្នាំមុនជាអ្វីសូមរងចាំទស្សនាភាគបន្ត